បាទសូមជម្រាបសួរទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅក្នុងបរិវេណវត្តស៊ីធស្ថិតនៅក្នុងឃុំព្រះរាជនិវេសនាសនដ្ឋានស្រីសឈរហៅវត្តស៊ីធអូបាទយកដោយសារតែខ្ញុំនិយាយតែកាត់ទេគឺខ្ញុំនិយាយថានៅក្នុងវត្តស៊ីធស្ថិតនៅក្នុងឃុំស៊ីធស្រុកសាច់កណ្ដាលខេត្តកណ្ដាលបាទអញ្ចឹងលោកតាបាទអញ្ចឹងទេចង់ជម្រាបថាកន្លែងនេះហើយដែលជាទីតាំងពិតនៃអតីតរាជធានីទួលបាសានបាទអតីតរាជធានីទួលបាសានពិតអញ្ចឹងទេតើយើងត្រូវតែរកទឹកតាងឬក៏ភ័ស្តុតាងអ្វីខ្លះស្ថាននាមអ្វីខ្លះដែលអាចយកមកបញ្ជាក់បានថាទីនេះពិតជាអតីតរាជធានីទួលបាសានមែនបាទសូមអញ្ជើញតាមដានមួយខ្ញុំបាទបើយើងធ្វើដំណើរពីទីក្រុងភ្នំពេញតាមផ្លូវជាតិ 6A នៅពេលដែលយើងមកដល់ស្ពានព្រែកតមាក់យើងត្រូវតែបត់ស្ដាំឡើងទៅតាមស្ពានឆ្ពោះទៅកាន់ផ្លូវជាតិលេខ 8 សូមបញ្ជាក់ថាពីស្ពានព្រែកតមាក់នេះទៅដល់អតីតរាជធានីទួលបាសានដែលស្ថិតនៅក្នុងវត្តស៊ីធនោះមានចម្ងាយប្រហែលជា12គីឡូម៉ែត្រក្នុងនោះយើងត្រូវឆ្លងកាត់តំបន់សំខាន់ៗចំនួន3ឥឡូវយើងមកដល់រង្វង់មូលស្ពានព្រែកតមាក់ហើយពេលយើងមកដល់រង្វង់មូលស្ពានព្រែកតមាក់នេះគឺយើងត្រូវធ្វើដំណើរទៅត្រង់អត់មានបត់ស្ដាំឬក៏បត់ឆ្វេងនោះទេអញ្ចឹងយើងធ្វើដំណើរប្រហែលជា1គីឡូម៉ែត្រជាងទៀតទៅយើងនឹងទៅដល់ស្ពានព្រះកន្លងស្ពានព្រះកន្លងនេះកាលពីមុនគឺនៅខាងស្ដាំដៃដែលគេធ្វើអំពីដែកប៉ាឡេឬក៏ហៅថាស្ពានប៉ាឡេនោះណាបាទគឺនៅខាងស្ដាំដៃខ្ញុំហ្នឹងក៏ប៉ុន្តែដោយសារតែគេធ្វើផ្លូវថ្មីហើយគេធ្វើស្ពានថ្មទៅស្ពានបាឡេហ្នឹងក៏គ្រុះចោលទៅអញ្ចឹងទេសប្តាហ៍ថ្ងៃនៅសល់តែផ្ទាំងស្លាកដែលដាក់ឈ្មោះថាស្ពានព្រះកន្លងតែប៉ុណ្ណោះហើយនៅខាងមុខស្ពានព្រះកន្លងនេះបន្តិចនៅខាងឆ្វេងដៃគឺមានផ្លូវបំបែកមួយទៀតគឺផ្លូវបំបែកទៅខាងឆ្វេងដៃនេះគឺយើងអាចធ្វើដំណើរទៅដល់ស្រុកសីសន្ធរក៏បានឬក៏យើងទៅត្រង់ទៅយើងនឹងទៅដល់ទន្លេតូចនៅម្ដុំភូមិមេសរប្រច័ណ្ឌបាទឥឡូវយើងធ្វើដំណើរត្រង់ទៅមុខទៀតអញ្ចឹងយើងចេញពីស្ពានព្រះកន្លងនេះទៅយើងនឹងទៅដល់ច្រកចូលមួយគឺជាកន្លែងកំសាន្តសវណ្ណ NG តែនៅខាងស្ដាំដៃខ្ញុំនេះអញ្ចឹងបើគិតពីស្ពានព្រះកន្លងមកដល់ច្រកចូលទៅសវណ្ណ NG នេះគឺមានចម្ងាយប្រហែលជា6គីឡូម៉ែត្របន្ទាប់ពីយើងចេញពីច្រកកំសាន្តសវណ្ណ NG នេះហើយយើងបន្តដំណើរទៅមុខទៀតយើងនឹងទៅដល់ខ្លោងទ្វារវត្តព្រះវិហារសួរហើយយើងធ្វើដំណើរតាមផ្លូវកោងនឹងត្រង់ទៅរហូតដល់ទៅស្លាកមួយដែលមានដាក់ឈ្មោះថាវត្តស៊ីធប៉ុន្តែស្លាកនេះរៀងបាំងតិចដោយថាបាំងមែកឈើណាប៉ុន្តែមើលមកខាងឆ្វេងដៃដែលទល់មុខនឹងស្លាកហ្នឹងគឺមានការ៉ាសសាំងមួយដែលមានឈ្មោះថាការ៉ាសាំងតេឡាម៉ែបានអញ្ចឹងកន្លែងនេះសូមបញ្ជាក់តិចបើយើងចេញពីវត្តពហិយសួរនឹងមកដល់គេហៅថាការ៉ាសាំងតេឡាម៉ែបានហ្នឹងឬក៏ស្លាកវត្តស៊ីធហ្នឹងគឺមានចម្ងាយប្រហែលជា4គីឡូម៉ែត្រទៀតបាទនៅត្រង់ស្លាកឃុំស៊ីធនេះគឺយើងបត់ស្ដាំចូលតាមច្រកហ្នឹងមកគឺជាច្រកផ្លូវមួយដែលក្រាលដោយកៅស៊ូឬក៏ផ្លូវដែលក្រាលដោយកៅស៊ូនេះប្រហែលជា1គីឡូម៉ែត្រទៀតយើងនឹងទៅដល់សាលាឃុំស៊ីធហើយបន្ទាប់ពីយើងទៅដល់សាលាឃុំស៊ីធហើយយើងបត់ឆ្វេងអញ្ចឹងយើងបត់ឆ្វេងទៅធ្វើដំណើរទៅមុខទៀតប្រហែលជា500ម៉ែត្រទេយើងនឹងទៅដល់វត្តមួយដែលមានឈ្មោះហៅថាវត្តព្រះរាជនិវេសនដ្ឋានស្រីសឈរហៅវត្តស៊ីធត្រង់វត្តនេះហើយគឺជាអតីតរាជធានីទួលបាសានដែលស្ថិតនៅក្នុងសតវត្សទី14នោះឯងហេតុដូច្នេះសូមបងប្អូនកូនខ្មែរទាំងអស់មកមើលស្ថាននាមដែលនៅសេសសល់រួមមានអនុវិទ្យាល័យសាកាម៉ូតូទួលបាសានដែលកាលពីមុននោះគឺគេដាក់ត្រឹមតែជាសាលាបឋមសិក្សាទួលបាសានប៉ុណ្ណោះបច្ចុប្បន្ននេះសាលាបឋមសិក្សាត្រូវបានដូរឈ្មោះថាសាលាបឋមសិក្សាគូរីហារ៉ាស៊ីធវិញហើយនេះគឺជាព្រះមហាបរមសក្យមុនីចេតិយទួលបាសានដែលស្ថិតនៅទិសនិរតីនៃព្រះចេតិយធំដែលស្ថិតនៅខាងក្រោយព្រះវិហារធំទួលបាសាននឹងឯង
មិនត្រឹមតែនៅសល់ស្ថាននាមទួលបាសាននៅក្នុងបរិវេណវត្តសិទ្ធរនេះទេយើងឃើញថានៅមានសេសសល់ចេតិយបុរាណចំនួន6ទៀតប៉ុន្តែសពថ្ងៃនេះនៅសល់តែ5ប៉ុណ្ណោះសូមបញ្ជាក់ថាចេតិយទាំងអស់នេះគឺជាចេតិយបុរាណមួយដែលកសាងឡើងមុនសម័យពញាយ៉ាតក៏មាននៅក្នុងសម័យពញាយ៉ាតក៏មានមួយវិញទៀតយើងរកឃើញថាមានស្ថាននាមជាច្រើនដែលពាក់ព័ន្ធទៅនឹងរជ្ជកាលព្រះបាទស្រីសុគន្ធបថនិងស្នំឯកកេសរបុប្ផាឬក៏នាងសនោះណាមានដូចជាវត្តព្រះរាជនីវេស្សនដ្ឋានស្រីសឈរព្រះវិហារប័ណ្ណរាជនីយវស្ថានស្រីសឈររូបសំណាកលោកយាយស្រីសឈរដែលកាលពីមុននោះគឺឆ្លាក់អំពីឈើខ្លឹមច័ន្ទគ្រឹស្នាតែឥឡូវរូបសំណាកឈើនឹងបាត់ហើយមិនដឹងបាត់ទៅណាទេប៉ុន្តែឥឡូវនេះគេបានធ្វើរូបចម្លងរូបយាយសនឹងមកវិញប៉ុន្តែធ្វើអំពីថ្មហើយបន្សល់ទុកដល់សពថ្ងៃនេះឯងក្រៅពីនេះនៅមានវត្ត2កន្លែងទៀតដែលជាស្ថាននាមដែលពាក់ព័ន្ធទៅនឹងព្រះមហាក្សត្រស្រីសុគន្ធបថហើយនិងគ្រួសារព្រះស្ដេចកនដូចជាវត្តព្រៃបាំងវត្តម៉ែបានជាពិសេសទៅទៀតនោះគឺជាបឹងទទានេះគឺនៅខាងកើតវត្តសិទ្ធរនឹងហើយគឺជាបឹងមួយដែលព្រះបាទស្រីសុគន្ធបថបានរៀបគម្រោងសម្រាប់ព្រះស្ដេចកនហើយបាទក្រៅពីស្ថាននាមដែលខ្ញុំបានរៀបរាប់មកពីខាងលើនេះក៏នៅមានសិលាចារឹក2ផ្ទាំងទៀតដែលមានការបរិច្ឆេទក្រោយសម័យអង្គររួមទាំងមានព្រះបាទព្រះសម្មាសម្ពុទ្ធដែលធ្វើអំពីថ្មភក់និងបដិមាកររូបព្រះពុទ្ធអង្គរូបកោដ្ឋបុរាណដែលនៅសេសសល់ពីសម័យពញាយ៉ាតមកឬមួយក្នុងរជ្ជកាលព្រះមហាក្សត្រក្រោយៗមកទៀតក៏ថាបានបាទមានសួរលោកតាបាទជើញមកខាងនេះតិចមកខ្លះលុតដែរដល់បាទមានសួរលោកតាណាបាទលោកតាឈ្មោះអុកប៉ុមណាបាទខ្ញុំមិញថាឈ្មោះបដ ாய் ចង់សួរពនាមអុកប៉ុមបាទអទៅពេញតួណាអ៊ុពេញតួបាទហើយលោកតាចេះចាំប្រវត្តិនៅទីហ្នឹងច្រើនទេចាំខ្លះដែរចាំខ្លះដូចតាស្រីសុគន្ធបថយាងមកនៅកន្លែងហ្នឹងមុនដំបូងមិនមែនស្រីសុគន្ធបថទេបាទចៅវិញ្ញាយ៉ាតមកលោកចៅវិញ្ញាយ៉ាតចាប់ចឹងយ៉ាដីនេះចៅវិញ្ញាយ៉ាតអ្នកកសាងណោះប៉ុន្តែមិនដឹងពីណាកសាងតែចំនួនចៅវិញ្ញាយ៉ាតមកនៅបាទដល់ពេលតំបន់នេះទឹកលិចពេកក៏ដូរទៅចាក់ទៅមុខមង្គលវិញបាទលោកតាអាចបញ្ជាក់បានទេដែលបឹងនៅជុំវិញអតីតរាជធានីទួលបាសានមានឈ្មោះបឹងអីខ្លះបឹងបើនិយាយទៅបើខាងនេះបឹងស៊ីធរណាខាងហ្នឹងឈ្មោះបឹងស៊ីធរយ៉ាងម៉េចខាងនេះបឹងតតងដែលគេយកស្ដេចកនទៅបឹងតណាញ់ហ្នឹងបាទហ្នឹងបឹងតតងតែអ្នកខ្លះថាបឹងតទាំងបឹងតទានឹងអាពីដំបូងខ្ញុំយល់ហើយប៉ុន្តែឥឡូវនេះបច្ចុប្បន្ននេះគេអ្នកខ្លះហៅថាបឹងតទាំងបាទឥឡូវតទាំងឬក៏តតងនេះបឹងតតងទេតតងតែបឹងតទាំងនៅនោះវិញបឹងតទាំងនោះបឹងអាទាំងគេហៅបឹងអាទាំងនៅនោះបាទនៅខាងម៉ែបាននោះហើយចុះបឹងតតងនេះនៅខាងចំមុខវត្តហ្នឹងចំមុខវត្តហ្នឹងអាកន្លែងដែលដាច់កនគេទៅបាទបងតណាញ់បាទយល់ស្ដេចកនហ្នឹងដឹងដោយសារបងស្រីហ្នឹងហើយនាងសឬនាងពៅស្រីសបុតដាក់ខ្ចប់បាយហ្នឹងហើយបាទមុននឹងចុះដោះសំណាញ់គាត់នឹងបានបើកហូបបាយទៅឃើញសបុតនាងសបាទយល់ហើយហ្នឹងយល់បាទដល់អញ្ចឹងទៅមួយអត់មានដោះសំណាញ់ទេមួយទៅបដាយកមករួចខ្លួនហ្នឹងហើយបាទទុំដូចសត្វទាសត្វកុកសត្វទាទុំពីលើទៅមើលអត់ឃើញចូលឡើងមើលឃើញគាត់ភៀសខ្លួនទៅស្លប់ទៅស្រុកបាភ្នំបាទហ្នឹងហើយយល់ហើយលោកតាយល់ប៉ុន្តែនេះខ្ញុំនិយាយកាត់ទៅដើម្បីថ្ងៃក្រោយឬក៏មានពេលខ្ញុំទៅថតបឹងហ្នឹងខ្ញុំថតបឹងហ្នឹងបន្ថែមបាទបឹងតតងហ្នឹងប្រហែលជា1គីឡូកន្លះទេអញ្ចឹងនៅខាងនេះណានៅចំមុខវិហារមុខចំវិហារហ្មងមុខចំមុខវិហារហ្នឹងហ្មងស្ពានមួយនៅកសាងគេទៅកសាងក្រោយពីដើមស្ពានថ្នោតស្ពានឈើបាទហើយកន្លែងទៅបន្តិចទៅទួលផ្សាំងដំរីទួលផ្សាំងដំរីណាទួលផ្សាំងដំរីហ្នឹងពីដើមគេប្រជាជនរៀនស្រែរៀនធ្វើអីទៅបានចង្វាក់សម្រិតណាចង្វាក់សម្រិតហ្នឹងគេអត់យកទុកហ្នឹងគេយកទៅដាក់អង្វាំងបាទគេយកទៅដាក់វាំង
ដឹងណា សង្គមរាជនិយមណា បាទ ជំនាន់សង្គមរាជនិយម ចិត្តមានដឹងថានេះអត់មានសិលាចារឹកពីរផ្ទាំងដែលនៅនឹងពីមុនមកឥឡូវតម្កល់យកទៅ សាលាចារឹកគេដាក់ក្នុងពហិបបាទនោះពហិបបាទពីដើមណា បាទ ដល់ពេលគេជីកដីយកមកធ្វើពហិទួលប្របាទនឹងមិននៅថ្កោលម្នាក់ឯង បាទ ដល់ពេលភ្លៀងមកអលំបាក់មកកណាតទៅ តែឥឡូវសាលាចារឹកហ្នឹងនៅណាឡើយ គល់នៅក្នុងពហិតូចមួយ អូគល់នៅមាន បាត់ចុងហើយ អូបាត់ចុង បាត់មកកណាតហើយចុងបាត់ តែគេយកទៅតម្កល់នៅណាណៃហ្នឹង ខ្ញុំអត់ដឹងទេបាទ ចុះកន្លែងបបាទជន់ទុកនៅ នេះនៅពហិថ្មីគេយកមកដាក់ពហិ នៅ ដើមពហិ នៅនឹងកន្លោចតា នៅនឹងទេ អូ ហើយពីដើមពហិមួយពហិប្របាទអង្គđangក្រោមនឹងទេពីដើមមានពហិ3នឹងទេមានពហិនេះមួយពហិធំនេះមួយហើយពហិប្របាទនឹងមួយ បាទ 3នឹងទេ បាទបាទ បាទមាន3នឹងទេ បាទបាទអញ្ចឹងអរគុណលោកតាខ្លាំងណាស់ដែលបានជួយបញ្ជាក់បន្ថែមពីព្រោះតែខ្ញុំធ្វើវីដេអូនេះក្នុងបំណងតែមួយគត់គឺដើម្បីឲ្យដឹងថារាជនីតួប្រសានឬក៏អតីតរាជនីតួប្រសានពិតនឹងនៅកន្លែងណាពីព្រោះតែឯកសារការនៅរៀនវាខុសគ្នាណាអ្នកខ្លះច្រឡំនៅនេះនៅនោះ គេ អញ្ចឹងដល់ពេលឥឡូវគេរកខូច កាត់ខេតទេកុំអីក៏មិនច្រឡំដែរ បាទ កាត់ខេតឲ្យចូលខេតកដាលទៅស្រុកស្រីសន្ធរនៅតែទួលប្រសាននៅស្រុកស្រីសន្ធររហូត បាទ នឹងតាមការពិតនៅចំកន្លែងហ្នឹងហើយមានទួលឯកទេសមានទួលស្រះឆាន់មានទួលស្រះធំស្រះឈូកទួលចាស់ណាស់ បាទ ហើយមានតាំងពីទួលស្រះផ្ទូលនៅខាងនេះ បាទ បាទ អញ្ចឹងមានន័យថាទីតាំងនេះកាលពីមុនហ្នឹងមិនដឹងតែឆ្នាំណាទេប៉ុន្តែស្ថិតនៅក្នុងស្រុកស្រីសន្ធរដែរ បាទស្រុក ចុះមានដឹងថាគេកាត់មកខេត្តកណ្ដាលនៅក្នុងសម័យបច្ចុប្បន្នយើងឬក៏សម័យសង្គមរាស្ត្រនិយម សម័យមុននេះសម័យ សម័យរដ្ឋកម្ពុជា សង្គមរាស្ត្រនិយម អូ សង្គមរាស្ត្រនិយមកាលនោះមេស្រុកលុកគាត់ អូ ធ្វើមេស្រុកពីដើមមេឃុំទេប៉ុន្តែប្រជាជនហៅគាត់មេស្រុក យល់ បាទដល់ពេលបងពុនឆ្ងាយទៅខាងនោះឆ្ងាយពេកសុំគេកាត់ឲ្យចូលខេត្តកណ្ដាល អូអញ្ចឹងមានន័យថាកាត់ហ្នឹងគឺកាត់នៅក្នុងសម័យសង្គមរាស្ត្រនិយម បាទសង្គមរាស្ត្រនិយមជំនាន់ស្រុកលុកនឹងខ្ញុំក៏តន់ដែរ យល់បាទមិនខ្ញុំច្រឡំទៅលើសម័យក្រោយនេះសម័យបច្ចុប្បន្នក្រោយ79ណា កាត់មុននោះទៀត អូបាទ កាត់មុនទៀត បាទអរគុណច្រើនហើយលោកតាបាទអរគុណច្រើនបាទអរគុណបាទដោយសារតែមានបញ្ហាខ្លះដែលធ្វើឲ្យមានការយល់ច្រឡំឥឡូវខ្ញុំបានបកស្រាយហើយប៉ុន្តែយើងចង់បញ្ជាក់តកតងនឹងហៅថាកំណត់ហេតុរបស់ចិនណានៅទសវត្សរ៍ឆ្នាំ1370ហ្នឹងគឺទីតាំងភូមិសាស្ត្រវាប្រហាក់ប្រហែលគ្នាដូចជានៅរាជធានីទួលប្រសានពិតប្រាកដនេះនៅឃុំស៊ីធស្រុកសាច់កណ្ដាលខេត្តកណ្ដាលនេះគឺទីតាំងភូមិសាស្ត្រនៅវត្តស៊ីធហ្នឹងគឺបែរមុខទៅខាងកើតបែរមុខទៅខាងកើតគឺគេថាវាមានទលេតូចអញ្ចឹងក៏ពិតនៅនេះមានទលេតូចមែនបាទគឺទលេតូចហ្នឹងគឺហូរចេញមកពីពីមគេហៅថាពីមផ្កាយព្រឹកដល់ខ្លោយមកคล้ายទៅជាពីមផ្កាយម្រេចដែលស្ថិតនៅក្នុងស្រុកជីហែណាដល់គេហូរកាត់មកតាមខេត្តកំពង់ចាមធ្លាក់មកខេត្តកណ្ដាលហើយក៏កាត់តាមខេត្តព្រៃវែងនេះហើយចុងក្រោយបានធ្លាក់ទៅដល់ពីមមួយគេហៅថាភូមិបាណាមស្រុកនៅក្នុងស្រុកពីមរនៅត្រង់ម្ដុំស្ពានអ្នកលឿងនឹងឯងហើយបើនៅខាងត្បូងនៅខាងត្បូងតាមទីតាំងភូមិសាស្ត្រគឺមានទន្លេធំអញ្ចឹងបើទីតាំងនេះទន្លេធំគឺទន្លេមេគង្គក្រោមហ្នឹងហើយគឺទន្លេមេគង្គក្រោមអញ្ចឹងណាហើយនៅព័ទ្ធជុំវិញរាជធានីទួលប្រសានេះគឺមានបឹងច្រើនដូចនៅខាងជើងនេះគឺមានបឹងស៊ីធមួយឬក៏គេមានបឹងអាតាំងអញ្ចឹងណាចំណែកឯនៅខាងមុខចំរាជធានីទួលប្រសានឬក៏វត្តស៊ីធបច្ចុប្បន្ននេះគឺមានបឹងតតងនឹងហើយគឺជាបឹងមួយដែលគេមានកលល្បិចឬក៏ប្រើល្បិចកចង់សម្រាប់ស្ដេចកនឹងឯងណាអញ្ចឹងមានន័យថានៅទីនេះក៏មានបឹងច្រើនដែរហើយវាអត់ខុសពីនៅឯឃុំបារាយស្រុកស្រីសន្ធរទេព្រោះនៅឯឃុំបារាយស្រុកស្រីសន្ធរហ្នឹងនៅខាងជើងមានព្រែកមួយគេហៅថាព្រែកដំបូកអញ្ចឹងទឹកហ្នឹងហូរចេញពីទន្លេមេគង្គដូចគ្នាបើចាក់មកបឹងស្យាឬក៏បឹងវៀមហើយនៅខាងលិចឬក៏ខាងត្បូងប្រាសាទប្រធាតហ្នឹងគឺមានបឹងមួយដែរគឺបឹងវៀមបឹងហ្នឹងបឹងធំអញ្ចឹងគេច្រឡំថាបឹងវៀមនោះទៅជាទន្លេធំអីចឹងណាអញ្ចឹងដោយសារទីតាំងភូមិសាស្ត្រវាធ្វើឲ្យមានការយល់ច្រឡំប៉ុន្តែតាមការរុករកស្រាវជ្រាវថ្មីគឺនៅទីនេះបានពិត
ជាអតីតរាជធានីទួលប្រាសាទមែនបាទអញ្ចឹងទេអានេះវាគ្រាន់តែការស្រាវជ្រាវបន្ថែមពីលើអ្វីដែលយើងបានសិក្សាបន្តមកអញ្ចឹងបើសិនជាមានលក្ខណៈខុសឆ្គងឬក៏មិនសមហេតុសមផលដោយប្រការណាមួយសូមខន្តីអភ័យទោសហើយសូមឲ្យអស់លោកអ្នកដែលចេះអ្នកដឹងហ្នឹងឬក៏ដឹងច្រើនយ៉ាងនេះសូមមេត្តាជួយបន្ថែមឬក៏បន្ថែមនៅឯកសារយោងផ្សេងដើម្បីខ្ញុំបានសិក្សាបន្តទៅទៀតបាទសូមអរគុណសូមជម្រាបលា